ការរីកផ្កាកស្រពោនក្របពូជដោះលាស់ចេញជាដំណាំក៏ត្រូវគេច្រូតកាត់ធម្មជាតិគឺជាថ្មីត្បិតថ្ងៃនេះផ្កាបែរជាស្រពោនស្វិតទៅវិញតែផ្កាក៏បានបង្កើតក្របពូជដែលនឹងបណ្ដោះផ្កាថ្មីដែលនឹងរីកស្គុះស្គាយនៅថ្ងៃស្អែកបន្តទៀតបើមានអារម្មណ៍មិនស្រួលខ្លួនខ្ញុំនឹងប្រឹងធ្វើកាយបែកញើសបើមានអារម្មណ៍ភ័យខ្លាចខ្ញុំនឹងបោះពួយទៅមុខយ៉ាងលឿនដុំទី6ថ្ងៃនេះខ្ញុំនឹងធ្វើជាម្ចាស់លើអារម្មណ៍ខ្លួនឯង Today I will be master of my emotions ថ្ងៃនេះខ្ញុំនឹងធ្វើជាម្ចាស់លើអារម្មណ៍ខ្លួនឯងទឹកចូលទឹកនាចរដូវរងាកន្លងទៅរដូវក្តៅក៏ចូលមកដល់សភាពក្តៅថយចុះឯសភាពត្រជាក់ក៏ចូលមកជំនួសព្រះអាទិត្យរះព្រះអាទិត្យលិចព្រះច័ន្ទរះពេញវងព្រះច័ន្ទក៏คล้ายជាខ្មៅងងឹតទៅវិញបាក់សីមកដល់សម្បុកបាក់សីក៏ហើរចេញពីសម្បុកទៅឆ្ងាយផ្ការីកផ្កាក៏ស្រពោនក្របពូជដោះលាស់ចេញជាដំណាំក៏ត្រូវគេច្រូតកាត់ធម្មជាតិគឺជាដំណើរវិលចុះវិលឡើងចំណែកឯខ្ញុំវិញដែលជាផ្នែកមួយនៃធម្មជាតិនេះគឺមិនខុសអ្វីអំពីចំណូលនិងលំណូចទឹកនោះទេអារម្មណ៍ពេលខ្លះឡើងខ្ពស់តែពេលខ្លះបែរជាធ្លាក់ចុះទាបទៅវិញថ្ងៃនេះខ្ញុំនឹងធ្វើជាម្ចាស់លើអារម្មណ៍ខ្លួនឯងអាកំបាំងមួយរបស់ធម្មជាតិដែលមានមនុស្សតិចណាស់បានដឹងទីថាជារៀងរាល់ព្រឹកមនុស្សភ្ញាក់ពីដំណេកកាលណាក៏លុះនៅក្នុងអារម្មណ៍ដែលបានផ្លាស់ប្ដូរខុសពីអារម្មណ៍កាលពីម្សិលមិញសេចក្តីសប្បាយកាលពីម្សិលមិញប្រែคล้ายទៅជាសេចក្តីសោកសៅនៅថ្ងៃនេះហើយអារម្មណ៍សោកសៅនៅថ្ងៃនេះនឹងคล้ายជាសេចក្តីរីករាយនៅថ្ងៃស្អែកនៅក្នុងខ្លួនរបស់ខ្ញុំហាក់ដូចជាមានរង្វង់កងមួយដែលចេះតែវិលជាប់មិនដាច់ផ្លាស់ពីសេចក្តីទុក្ខទៅជាសេចក្តីសុខពីសេចក្តីត្រេកអរទៅជាសេចក្តីក្រៀមក្រំចិត្តពីសេចក្តីសប្បាយទៅជាសេចក្តីស្រងេះស្រងោចមិនខុសអ្វីអំពីផ្កានោះឡើយនៅថ្ងៃនេះផ្ការីកស្គុះស្គាយតែបែរជារុះរយនឹងក្រៀមស្វិតទៅវិញប៉ុន្តែសម្រាប់ខ្ញុំនឹងចងចាំទុកនៅក្នុងចិត្តថាអ្វីត្បិតថ្ងៃនេះផ្កាបែរជាស្រពោនស្វិតទៅវិញតែផ្កានេះក៏បានបង្កើតក្របពូជដែលនឹងបណ្ដោះផ្កាថ្មីដែលនឹងរីកស្គុះស្គាយនៅថ្ងៃស្អែកបន្តទៀតមិនខុសគ្នាទេសេចក្តីទុក្ខនៅថ្ងៃនេះក៏មានក្របពូជដែលនឹងនាំមកនូវសេចក្តីសុខនៅថ្ងៃស្អែកថ្ងៃនេះខ្ញុំនឹងធ្វើជាម្ចាស់លើអារម្មណ៍ខ្លួនឯងតើខ្ញុំត្រូវធ្វើរបៀបណាដើម្បីក្លាយជាម្ចាស់លើអារម្មណ៍របស់ខ្លួនឯងដើម្បីធ្វើឲ្យថ្ងៃនីមួយៗទៅជាថ្ងៃដែលផ្ដល់ផលច្រើនបំផុតប្រសិនបើអារម្មណ៍របស់ខ្ញុំមិនល្អថ្ងៃនេះខ្ញុំប្រកាសជាបរាជ័យដើមឈើនិងដំណាំតែងពឹងអាស្រ័យទាំងស្រុងទៅលើអាកាសធាតុដើម្បីលូតលាស់ប៉ុន្តែចំពោះខ្ញុំវិញខ្ញុំគឺជាអ្នកបង្កើតអាកាសធាតុឲ្យខ្លួនឯងហើយខ្ញុំដាក់វាមកតាមខ្លួនជានិច្ចប្រសិនបើខ្ញុំនាំមកនៅអាកាសធាតុជាផ្គរភ្លៀងភាពអាប់អួរនិងសេចក្តីប្រកាន់ខឹងដល់អតិថិជនពួកគេនឹងប្រតិកម្មមកវិញនៅភាពជាផ្គរភ្លៀងជាភាពអាប់អួរនិងសេចក្តីប្រកាន់ខឹងដូច្នេះពួកគេប្រកាសជាមិនទិញទំនិញរបស់ខ្ញុំឡើយតែប្រសិនបើខ្ញុំនាំមកនៅសេចក្តីរុះរាយរាក់ទាក់សេចក្តីស្រស់ថ្លានិងភាពកំប្លុកកំប្លែងដល់អតិថិជនពួកគេនឹងតបមកវិញនៅសេចក្តីរុះរាយរាក់ទាក់សេចក្តីស្រស់ថ្លានិងការសើចសប្បាយរីករាយពេលនោះអាកាសធាតុដែលខ្ញុំបានបង្កើតមុខនេះនឹងឲ្យផលជាការលក់ដាច់នៅផលិតផលនិងដុំមាសមកឲ្យខ្ញុំវិញថ្ងៃនេះខ្ញុំនឹងធ្វើជាម្ចាស់លើអារម្មណ៍ខ្លួនឯងដូច្នេះតើខ្ញុំត្រូវធ្វើយ៉ាងណាដើម្បីក្លាយជាម្ចាស់លើអារម្មណ៍របស់ខ្លួនឯងដើម្បីធ្វើថ្ងៃនេះឲ្យទៅជាថ្ងៃ
ពេញទៅដោយសេចក្តីសោកសប្បាយនិងជាថ្ងៃដែលនាំមកនៅផលជាផ្លែផ្កាច្រើនបំផុតបានគឺត្រូវរៀនអាកំបាំងដែលបានបន្សល់ទុករាប់ពាន់ឆ្នាំមកហើយមួយនេះមនុស្សខ្សោយជាបុគ្គលដែលបណ្ដោយឲ្យអារម្មណ៍មកគ្រប់គ្រងសកម្មភាពរបស់ខ្លួនចំណែកឯមនុស្សខ្លាំងគឺជាបុគ្គលដែលប្រើសកម្មភាពដើម្បីគ្រប់គ្រងលើអារម្មណ៍របស់ខ្លួនដូច្នេះជារៀងរាល់ថ្ងៃនៅបន្ទាប់ពីក្រោកពីដំណេកកាលណាខ្ញុំនឹងអនុវត្តតាមផែនការមួយនេះត្រូវទប់អារម្មណ៍ខ្លួនឯងមិនឲ្យវាធ្លាក់ចូលទៅកាន់សេចក្តីសោកសៅសេចក្តីស្រណោះស្រណោចអាណិតខ្លួនឯងនិងសេចក្តីនឹកមមៃតែនៅក្នុងភាពបរាជ័យបើមានអារម្មណ៍ក្រៀមក្រំខ្ញុំនឹងស្រែកច្រៀងបើមានអារម្មណ៍ពិបាកចិត្តខ្ញុំនឹងសើចសប្បាយបើមានអារម្មណ៍មិនសូវស្រួលខ្លួនខ្ញុំនឹងប្រឹងធ្វើការឲ្យបែកញើសបើមានអារម្មណ៍ភ័យខ្លាចខ្ញុំនឹងបោះពួយទៅមុខយ៉ាងលឿនបើមានអារម្មណ៍មិនដល់គេខ្ញុំនឹងបដូរសម្លៀកបំពាក់ថ្មីបើមានអារម្មណ៍មិនសូវទុកចិត្តខ្ញុំនឹងដំឡើងសម្លេងឲ្យលឺបើមានអារម្មណ៍ថាខ្លួនក្រខ្ញុំនឹងគិតមមៃតែអំពីសេចក្តីមានបានបើមានអារម្មណ៍ខ្វះសមត្ថភាពខ្ញុំនឹងអ្វីយើងនឹងជួបគ្នានៅវគ្គបន្តទៀតបាទជួបជាមួយនឹងខ្ញុំបាទប៉ុនសភារិទ្ធនៅវគ្គបន្តទៀតបាទសូមអរគុណសូមជម្រាបលា